ដួងការកំណើតបើសិនជាជួយភាគច្រើនគឺដែលតាមអ្វីដែលយើងបើសិនជាយើងប្រៀបធៀបណាបើសិនក្នុងគម្ពីរគេនិយាយអំពីថាធ្វើម៉េចគេជួយពង្រីកភាពជោគជ័យឲ្យយើងទាញឱកាសធំឲ្យយើងអាហ្នឹងគឺទី1បានន័យថាគឺធ្វើឲ្យយើងរីកចម្រើនវាអាស្រ័យទៅលើថាឥទ្ធិពលដែលយើងដាក់ដួងការកំណើតហ្នឹងធម៌ពលដីដែលយើងធ្វើដួងការកំណើតហ្នឹងជាកម្រិតភូមិសាស្ត្រកម្រិតល្អកម្រិតណាហ្នឹងចំណុចទី1ចំណុចទី2នៅពេលដែលយើងធ្វើដួងការកំណើតមិនមែនជួយត្រឹមតែរឿងលុយកាក់ទេចាចំណុចសំខាន់គឺសុខភាពចំណុចទី3គឺជួយរឿងពាក់ព័ន្ធនឹងបរិវារទាញមនុស្សដែលល្អជាបរិវារល្អមកយើងមិនថាជាមិត្តភ័ក្តិឬមួយក៏បុគ្គលិកឬក៏មួយទៅធីមការងារយើងនេះនៅពេលដែលយើងធ្វើដួងការកំណើតគេហៅថាទាញធម៌ពលរបស់ចក្រវាឡមកប្រើទាញធម៌ពលរបស់មេឃដីមកប្រើអញ្ចឹងគេអត់តម្រូវឲ្យយើងធ្វើរឿងអាក្រក់ទេអញ្ចឹងគេតម្រូវឲ្យអ្នកដែលធ្វើដួងការកំណើតធ្វើល្អគិតល្អរងប្រកបមុខរបរដែលសុចរិតនឹងទៅយើងជួយបាននឹងចំណុចសំខាន់របស់ដួងការកំណើត